មកដល់ហើយផលិតកម្ម Sunday យើងខ្ញុំបាននាំមកនូវរឿងដ៏ល្អពិសេសគឺរឿងព្រាយដៃគោលមានបញ្ចាំងតែ4ថ្ងៃប៉ុណ្ណោះចាប់ពីថ្ងៃទី12 13 14 និង 15 ខែឧសភាឆ្នាំ2012នេះទៅនៅឃ្លាំងកាកបាទក្រហមទល់មុខវត្តអរញ្ញខេត្តកំពង់ឆ្នាំងនឹងមានការច្រៀងផ្ទាល់ជូនទស្សនាពីលោកខេមរៈស្រីមុនកញ្ញាសុកពិសីនិងតារាល្បីៗប្រចាំផលិតកម្ម Sunday ផងដែររឿងរ៉ាវពីអតីតកាលកាលណាដៃគោលនេះរបូតចេញពីក្បាលនាងវិញ្ញាណបីសាច់ដល់បដាច់នេះវានឹងសន្ធិដ្ឋលើនាងវិញជាឆានហើយរន្ធត់ព្រឺព្រួចងប់ងល់បើកជាឲ្យយើងចូលផ្ទះផងខ្សែភាពយន្តខ្នាតធំដំបូងគេដែលថតនៅប្រទេសសិង្ហបុរីខ្ញុំសប្បាយចិត្តណាស់ដែលនាងជាអភិរក្សភាសាខ្មែរទីនេះគឺជានិមិត្តរូបរបស់ប្រទេសសិង្ហបុរីពេលរៀនចប់បងមានទូនាទីច្រើនណាស់ដើម្បីជួយកសាងប្រទេសជាតិដោយសារភាពកតញ្ញូមិនខ្លាចអ្វីម៉ែខ្ញុំមិនមែនខ្មោចទេអាកូនខ្មោចម៉ែនៅណាសម្ដែងដោយកម្ពុជាតារាចម្រៀងពេញនិយមខេមរៈស្រីមុននិងកញ្ញាសុកពិសីរួមទាំងតារាល្បីៗប្រចាំផលិតកម្ម Sunday ជាច្រើនរូបទៀតក៏ម៉ែខ្ញុំជាខ្មោចក៏ដោយក៏មិនត្រូវសម្រាប់គាត់ដែរព្រាយដៃគោលមានបញ្ចាំងតែ4ថ្ងៃប៉ុណ្ណោះចាប់ពីថ្ងៃទី12 13 14 និង 15 ខែឧសភាឆ្នាំ2012នេះទៅមួយថ្ងៃបញ្ចាំង3លើកថ្ងៃម៉ោង2រសៀលម៉ោង 4:30 នាទីនិងម៉ោង 7 យប់នៅឃ្លាំងកាកបាទក្រហមទល់មុខវត្តអរញ្ញខេត្តកំពង់ឆ្នាំងសំទោសអ្នកនាងមកធ្វើអីគឺអ្នកនាងជាអ្នកទាញខ្ញុំមកតាម៉ែឃើញអត់ប៉ណ្ណឹងក៏មិនចេះដកដែរ
សាំតិចមកមកយកនេះតិចមកសម្លាញ់sarang